សូមអនុមោទនាសូមអនុមោទនានៅក្នុងការដង្ហែកឋិនទានអមជាមួយរទេះគោ40នឹមសូមអនុមោទនាដែលរៀបចំរួចផ្ដើមជាមួយនឹងចៅតិកាវត្តចែងម៉ែងហើយក៏អរគុណបងប្រុសហាក់ដែលបានថតវីដេអូនេះដើម្បីចែករំលែកទៅដល់ពុកម៉ែបងប្អូននិងក្មួយជំនាន់ក្រោយនឹងឲ្យបានស្គាល់ពីរទេះគោខ្មែរហើយមើលទៅស្រស់ស្អាតមែនទែនបងប្អូនជាមួយនឹងពូអ៊ំដែលបានបន្សល់នៅកេរមរតកនិងវប្បធម៌របស់ពុកម៉ែបងប្អូនជីដូនជីតាដែលបានបន្សល់ទុកនៅអនុស្សាវរីយ៍ល្អនិងជូនបុណ្យកុសលដល់បុព្វការីជនហើយការដង្ហែគោបែបនេះគឺកម្រមែនទេបងប្អូនហើយវីដេអូនេះគឺនៅខាងខេត្តកំពង់ស្ពឺនៅវត្តចែងម៉ែងអមទៅដោយគោ40នឹមធំស្រស់ស្អាតហើយក៏មានពុទ្ធបរិស័ទហ្នឹងគឺគាត់មកចូលរួមច្រើនមែនទែនមានទាំងគោសគោក្រហមគោខ្មៅអីជាច្រើននឹមណា40នឹមមើលទៅ40នឹមច្រើនតែមែនទែនណាបងប្អូនប្រទេសគោនេះបើយើងមើលទៅបើប្រៀបនឹងសម័យឥឡូវចង់ស្មើនឹងឡានគ្រឿងបើគេបើកឡានហើយអ្នកបើករទេះគោវាចឹងគេមើលរទេះគោច្រើនជាងបងប្អូនអ្នកណាដែលមានរទេះគោមួយនៅក្រៅផ្ទះដូចមានលេខស៊ី570ចឹងបងប្អូនស្អាតមែនទែនគោធំស្អាតមែនទែនគោបែបខ្មែរយើងហ្នឹងគោបែបកលេខ្លះតែជាកូនកាត់របស់គោខ្មែរយើងហ្នឹងបងប្អូនអញ្ចឹងបងប្អូនឆ្លាញ់ពេញចិត្តនៅក្នុងការធ្វើវីដេអូបែបចេះក៏សូមបងប្អូនជួយ share អ្នកមួយហើយក៏សូមជូនបុណ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅលើវីដេអូនេះសូមជ្រះថ្លាជាមួយខ្ញុំបានសូមអនុមោទនាបុណ្យកឋិនទានសូមអនុមោទនាចឹងសូមឲ្យផលបុណ្យដែលខ្ញុំបានធ្វើនេះក៏សូមចែកជូនបងប្អូនឲ្យបានស្មើគ្នាសូមអនុមោទនាហើយបងប្អូនជួយ share ផងដើម្បីបន្តឲ្យក្មេងៗជំនាន់ក្រោយបានធ្វើផងខ្លះក៏ដល់បានស្គាល់ពីរទេះគោទាំងផងចឹងវីដេអូនេះគឺតែប៉ុណ្ណឹង